ថ្ងៃនេះខ្ញុំនឹងចែកចាយអំពីទីមទាល់ជីវិតរបស់បងស្រីម្នាក់ឈ្មោះថាហាន់ណាបងស្រីហាន់ណាគឺគាត់មានជំងឺប្រចាំកាយរយៈពេល4ឆ្នាំស្ថានភាពរបស់គាត់នៅពេលនោះគឺពេញដោយជំងឺរ៉ាំរ៉ៃហើយក៏មានស្ថានភាពនៃជំងឺបាក់ទឹកចិត្តស្ថានភាពជំងឺដែលតែងតែនាំគាត់ឲ្យមានការខ្វល់ខ្វាយគេងមិនលក់ហើយលើសពីនេះទៀតគឺគាត់មានវិញ្ញាណអាក្រក់នៅក្នុងខ្លួនដែលចង់យករូបកាយរបស់គាត់ធ្វើជាផ្ទះអ្វីដែលគាត់បានឆ្លងកាត់រយៈពេល4ឆ្នាំគឺគាត់ត្រូវលះបង់ទ្រព្យសម្បត្តិគាត់ត្រូវចំណាយពេលវេលាក្នុងការដែលគាត់ស្វែងរកអ្នកដែលជួយគាត់ប៉ុន្តែជីវិតរបស់គាត់អត់មានល្អប្រសើរទេពីមួយថ្ងៃទៅមួយថ្ងៃជីវិតរបស់គាត់រស់នៅជាមួយនឹងការភ័យខ្លាចការតក់ស្លុតការខ្លាចក្នុងការដែលគាត់បាត់បង់ជីវិតជំងឺរបស់គាត់អូសទាញគាត់ឲ្យគាត់កាន់តែបាក់ទឹកចិត្តទៅរហូតដល់មានពេលមួយគាត់បានចំណាយលុយរហូតដល់$100,000គាត់បានលក់ដីរបស់គាត់ជិត2ហិកតាដើម្បីយកលុយមកធ្វើជាគ្រឿងសម្ភារៈថ្វាយទៅកាន់វិញ្ញាណអាក្រក់អំឡុងពេលនោះបងស្រីហាន់ណារស់នៅជាមួយនឹងការភ័យខ្លាចពីមួយថ្ងៃទៅមួយថ្ងៃផ្ទះរបស់គាត់ពេញដោយភាពងងឹតពេញដោយការភ័យខ្លាចពេញដោយការខ្វល់ខ្វាយមានពេលមួយទៀតដែលជីវិតរបស់គាត់ដល់ចំណុចមួយដែលថាគ្មាននរណាម្នាក់អាចជួយបានសូម្បីតែគ្រូពេទ្យសូម្បីតែគ្រូដតីដែលគេចេះក្នុងការដែលមើលខាងវិញ្ញាណអាក្រក់គឺគេបានប្រាប់ទៅកាន់គាត់ថាជីវិតរបស់គាត់អស់សង្ឃឹមហើយគឺគាត់ត្រូវថ្វាយព្រលឹងវិញ្ញាណរបស់គាត់ទៅកាន់វិញ្ញាណអាក្រក់ហើយគាត់បានគិតសម្រាប់ខ្លួនឯងថាគាត់ប្រហែលជាអាចរស់ត្រឹមតែ3ទៅ4ថ្ងៃទៀតតែប៉ុណ្ណោះប៉ុន្តែនៅពេលមួយដែលក្រុមពន្ធកិច្ចបានចុះទៅក្នុងភូមិនោះយើងក៏បានទទួលដំណឹងអំពីជីវិតរបស់គាត់ហើយយើងក៏បានទៅដល់ផ្ទះរបស់គាត់ពេលពួកយើងទៅដល់ស្ថានភាពរបស់គាត់គឺគាត់ទ្រុឌទ្រោមខ្លាំងគឺគាត់មានជំងឺនៅក្នុងខ្លួនបាក់ទឹកចិត្តហើយក៏មានវិញ្ញាណដែលគ្រប់គ្រងរាងកាយរបស់គាត់ក៏ចាប់ផ្ដើមឮដំណឹងល្អរបស់ព្រះអង្គហើយគាត់ក៏ចាប់ផ្ដើមបើកចិត្តអនុញ្ញាតឲ្យក្រុមរបស់យើងបានផ្សាយដំណឹងល្អបានអធិដ្ឋានសម្រាប់គាត់ហើយនៅពេលដែលគាត់ចាប់ផ្ដើមទទួលជឿព្រះអង្គជីវិតរបស់គាត់ក៏បានផ្លាស់ប្រែទាំងស្រុងផ្លាស់ប្រែពីការភ័យខ្លាចនៃសេចក្តីស្លាប់មកទទួលនៅជីវិតថ្មីទទួលបានអំណរថ្មីស្នាមញញឹមថ្មីជាពិសេសគឺគាត់អាចរស់នៅជាមួយនឹងសេចក្តីពិតហើយគាត់ក៏បានរួចឆ្ងាយផុតពីវិញ្ញាណអាក្រក់ទាំងអស់នោះដោយសារតែអំណាចរបស់ព្រះអង្គដូច្នេះថ្ងៃនេះអ្វីដែលរំលឹកខ្ញុំអំពីជីវិតរបស់គាត់12ឆ្នាំហើយដែលគាត់បានជាពីជំងឺទាំងអស់នេះពីស្ថានភាពវិញ្ញាណអាក្រក់ឥឡូវនេះជីវិតរបស់គាត់คล้ายទៅជាអ្នកដឹកនាំម្នាក់នៅក្រុមតូចនៅក្នុងភូមិដែលយើងចុះទៅធ្វើពន្ធកិច្ចផងដែរជីវិតរបស់គាត់បានរំលឹកខ្ញុំអំពីខគម្ពីរមួយនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក116ខ8ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីសេចក្តីស្លាប់ព្រះអង្គជូតទឹកភ្នែកខ្ញុំហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយតាមរយៈខ្សែជីវិតរបស់បងស្រីហាន់ណាគឺជាជីវិតដែលពិតបើសិនបើបងប្អូនកំពុងតែស្ថិតនៅក្នុងកលៈទេសៈដូចជាបងស្រីហាន់ណាគ្មានអ្នកដែលអាចជួយបងប្អូនបានរស់នៅជាមួយនឹងការភ័យខ្លាចរស់នៅជាមួយនឹងការដែលខ្លាចបាត់បង់នៅអាយុជីវិតការខ្វល់ខ្វាយជាច្រើនបញ្ហាឧបសគ្គដែលយើងគិតថាយើងកំពុងតែនៅម្នាក់ឯងគ្មាននរណាម្នាក់អាចជួយយើងបានថ្ងៃនេះខ្ញុំសូមអញ្ជើញបងប្អូនចូលទៅកាន់ព្រះវត្តមានរបស់ព្រះអង្គអនុញ្ញាតឲ្យព្រះជាម្ចាស់ព្រះអង្គបានធ្វើការនៅក្នុងជីវិតរបស់បងប្អូនដូចជាបងស្រីហាន់ណាផងដែរសូមព្រះអង្គប្រទានពរទៅកាន់បងប្អូនទាំងអស់គ្នា